រឿងជាតិខ្លាធំកាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជសម្បត្តិនៅនគរមួយមានអគ្គមហេសីជាចោមស្ត្រីមានមន្ត្រីចតុស្ដម្ភ4នាក់មានហោរា1នាក់ជាតំណាងព្រះនេតព្រះការព្រះអង្គមានមន្ត្រីនិងស្រីស្នំជារាជបរិពារពេញកិត្តិយសជាម្ចាស់ផែនដីតាមព្រះរាជប្រពៃណីអំពីបុរាណរៀងមកប៉ុន្តែព្រះមហាក្សត្រនិងចតុស្ដម្ភទាំង4នាក់ពុំបានរៀនវេទមន្តខាងការពិជ័យសង្គ្រាមដោយព្រះរាជាមុនមកឡើយព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេកដោយព្រះរាជានុភាពរបស់ព្រះអង្គចេះតែទុនទាបចុះទ្រង់ក៏រំពឹងថាបើប្រសិនជាមានសឹកសត្រូវចូលមកលុកលុយដណ្ដើមព្រះនគរអញមុខជាព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃបច្ចាមិត្តដោយងាយពុំខានឡើយថ្ងៃមួយវេលាម៉ោង8ព្រឹកព្រះអង្គទ្រង់យាងចេញទៅកាន់ចុងព្រះរាជរោងដោយមានព្រះអគ្គមហេសីគង់អែបណែបជិតព្រះអង្គហើយដោយមានហោរាចតុស្ដម្ភទាំង4នាក់និងមន្ត្រីឯទៀតក្រាបបង្គំគាល់តាមធម្មតាពេលនោះទ្រង់ភ្នាប់ព្រះទ័យចង់ទៅរៀនសិលសាស្ត្រក្នុងសំណាក់អាចារ្យទិសាបមោកឯនគរតកសីលាទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសីក៏សុំតាមទៅផងឯហោរានិងចតុស្ដម្ភទាំង4នាក់ក៏សុំតាមហែព្រះអង្គទៅដែរដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញដើម្បីរក្សាព្រះនគរព្រះអង្គក៏ទ្រង់ព្រះរាជាអនុញ្ញាតជំនុំស្រេចហើយមានថ្ងៃមួយព្រះអង្គនាំអគ្គមហេសីហោរានិងចតុស្ដម្ភទាំង4នាក់ចេញចាកព្រះនគរគម្រប់7ថ្ងៃដល់នគរតកសីលាបានជួបនឹងអាចារ្យទិសាបមោកក៏សុំរៀនសិលវេទមន្តអាចារ្យទិសាបមោកទទួលភារៈបង្រៀនព្រះអង្គព្រះអគ្គមហេសីនិងហោរាព្រមទាំងចតុស្ដម្ភបានរៀនចេះចប់សពគ្រប់ទោះនឹងចង់ក្លែងខ្លួនជាសត្វដេរឆានឬជាយក្សគន្ធពសុបណាក៏បានដោយងាយរៀនចេះចប់ស្រេចស្ដេចសុំលាលោកអាចារ្យវិលត្រឡប់មកព្រះនគរវិញអាចារ្យក៏អនុញ្ញាតព្រះរាជានិងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរត្រឡប់មកវិញព្រមដោយហោរានៅចតុស្ដម្ភទាំង4នាក់ទ្រង់ចេញចាកក្រុងតកសីលាមកបាន3ថ្ងៃហេតុតែផលកម្មនាំឲ្យវង្វេងផ្លូវទ្រង់យាងត្រាច់កាត់ព្រៃអស់ស្បៀងអាហារសោយតែមើមឈើនិងផ្លែឈើព្រះរាជាទ្រង់ស្ដាយព្រះជន្មទ្រង់ក៏ជំនុំគិតជាមួយនឹងហោរាចតុស្ដម្ភទាំង4នាក់ព្រមទាំងព្រះអគ្គមហេសីថាឥឡូវនេះយើងជិតដល់នៅការអស់អាយុសង្ខារគ្រប់គ្នាហើយណាព្រោះគ្មានអាហារនឹងចិញ្ចឹមជីវិតតើអស់លោកយល់ឃើញដូចម្ដេចដែរហោរាក៏ក្រាបបង្គំទូលព្រះអង្គថាទូលព្រះបង្គំជាខ្ញុំយល់ឃើញថាមន្តវិជ្ជាដែលយើងបានរៀនមកនេះសឹងតែចេះសពគ្រប់ដូចគ្នាហេតុនេះបើកាឡាខ្លួនជាសត្វខ្លាធំហើយនឹងចាប់សត្វឯទៀតធ្វើជាអាហារទម្រាំតែទៅដល់ព្រះនគរសឹមកាឡាខ្លួនជាមនុស្សវិញក៏បានក្រាបទូលព្រះរាជាព្រះមហេសីនៅចតុស្ដម្ភក៏ព្រមតាមហោរាទ្រង់មានព្រះបន្ទូលសួរថាឥឡូវនេះរូបខ្លាទាំងមូលនេះលោកណាត្រូវកាឡាខ្លួនធ្វើជាអ្វីទៅចតុស្ដម្ភសុំធ្វើជាជើងខ្លាទាំង4ហោរាសុំធ្វើជាកន្ទុយព្រះអគ្គមហេសីសុំធ្វើជាខ្លួនខ្លារូបខ្លាទាំងមូលនេះឃើញនៅសល់តែក្បាលគឺតួព្រះមហាក្សត្រជំនុំរួចស្រេចក៏សូត្រមន្តវិជ្ជាការកាឡាខ្លួនកើតជាភ្ជាខ្យរាជគឺស្ដេចខ្លាបានដោយសេចក្តីប្រាថ្នាស្ទុះបោលដេញចាប់សត្វប្រើសក្តាន់ជាអាហារលុះអំឡុងទៅក៏កើតមានសេចក្តីសប្បាយភ្លេចរាជសម្បត្តិនិងព្រះមហានគរពុំស្ដាយសោះហេតុនេះបានជាសត្វខ្លាមានកម្លាំងជាងសត្វឯទៀតហើយសត្វខ្លានេះកាលនឹងចាប់សត្វជាអាហារគឺដឹងដោយសារកន្ទុយជាមុនព្រោះជាហោរាដងខ្លួនដែលទន់ភ្លន់គឺព្រះអគ្គមហេសីជាសត្រីភាពឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យគឺតួអង្គព្រះមហាក្សត្រដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ឯជើងទាំង4ដែលមានកម្លាំងខ្លាំងហើយមានក្រចកមុតគឺចតុស្ដម្ភទាំង4
បាទរឿងជាតិខ្លាធំចប់ត្រឹមតែប៉ុណ្ណេះ